នេះគឺជាសកម្មភាពថ្ងៃទី2ដដែលត្រង់ថ្ងៃច័ន្ទបន្ទាប់ពីយើងដើរឡើងមកពីសមុទ្រហើយយើងរកកន្លែង playground ឲ្យសាគ្រីលេងហើយសរុបក្មេងៗតូចគេមកលេងហើយសាគ្រីគាត់អត់ទាន់ដែរហ៊ានលេងទេហើយខ្ញុំក៏មិនដែរធ្លាប់នាំគាត់ទៅលេងនៅខ្មែរហ្នឹងមានមួយកន្លែងដែរប៉ុន្តែអត់ដែរបាននាំគាត់ទៅតទៅពេលទៅពីអង់គ្លេសទេបាទខ្ញុំនាំគាត់ទៅហើយនេះទៅលក្ខណៈរៀនលេងហើយកាលនោះគាត់រៀននៅតូចដែរអញ្ចឹងហើយអញ្ចឹងតបរៀនគាត់លេង slide លេងអីហ្នឹងទៅនេះនៅបែរសមុទ្រមានមួយនេះគឺធ្វើពីឈើអត់មានជ័រទេពីមុនតណាតណៃហ្នឹងគឺយើងត្រូវមានឡានមានអីមួយសំណប់ចិត្តរបស់គេហ្នឹងហើយគេទិញនៅអង់គ្លេសហ្នឹងឡានកាន់សំងហ្នឹងគេមកជាមួយដែរគេតលាក់អានេះសិនមិនគេហ៊ានចុះតាមក្រោយនេះសម្រាប់តងយល់វិញគឺសាការីគាត់មិនហ៊ានឡើងដាច់ខាតតែម្ដងបានត្រឹមប៉ះទេគេដាក់ឡានគេឲ្យជិះតែខ្លួនឯងអត់ជិះទេរត់ឲ្យទៅលេងសម្រូតវិញក្មេងគេផ្សេងសិតស្បែកសសាការីមួយស្បែកខ្មៅហើយទ្រពគាត់គឺធ្វើអីក៏ដោយទៅណាអីក៏ដោយគឺត្រូវតែមានតាម៉ាក់អីនៅជាមួយនឹងឯងហើយក៏ដើរកាន់ដៃតែបានកាន់ដៃហ្នឹងអស់ចិត្តទេគេលេងសម្រូតរៀងអស់ចិត្តហើយចេះចង់នាំគាត់ឲ្យទៅលេងតងគាត់ស្គាល់ឲ្យគាត់ស៊ាំអញ្ចឹងណាគេមានតងនោះជិះ2នាក់នឹងតងម៉ាក់អីគេទេតងគេនៅនេះគេមានសម្រាប់ទប់ក្មេងកុំឲ្យវាធ្លាក់អីដែរតែឲ្យតែនាំមករត់មកហើយចាប់ឡើងនឹងបាននាំគាត់ឲ្យមកជិះតងណែជាមួយខ្ញុំតែជិះមិនក្រោយ2នាក់ក៏ដោយអីក៏ដោយគឺគាត់មិននៅទេគឺយំតែម្ដងអត់ដឹងថាថៃគាត់ខ្លាចតងតែឥឡូវនេះ3ឆ្នាំជាងយកទៅលេងនៅសាលានោះវាមិនអត់អីទេគាត់ហ៊ានជិះតែការនោះគឺថាមិនជិះតែមកជិះជាមួយពីណាក៏មិនជិះ2នាក់3នាក់មិនក៏មិនជិះដែរអូអ្នកគ្នាដែរយំមែនតើយំOkay. He might go to sleep before we get to Gorton Daves. ឥឡូវយើងល្ងាចដែរហើយយើងដល់ពេលត្រឡប់ដើរទៅផ្ទះវិញហើយអញ្ចឹងយើងដើរឆ្លងកាត់ផាកមួយនេះលក្ខណៈហៅថាព្រៃតែព្រៃគេមានផ្លូវមានអីឲ្យគេដើរហាត់ប្រាណដើរជិះកង់អីពេញហ្នឹងឯងហើយវាពិសាដល់ហើយដើមឈើខៀវខ្ចីសង្ងាត់ហើយញឹមឡប់មើលមាន bluebell ផ្កាហ្នឹងគេដុះនៅក្នុងព្រៃមានតិចដែរអត់សូវច្រើនមកនេះហើយនៅកណ្ដាលព្រៃហ្នឹងគេមានដើមឈើធំមួយហ្នឹងគេឆ្លាក់ធ្វើរូបអីផ្សេងរូបសត្វរូបស្លឹកឈើអីចឹងទៅដូចខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងរឿងផាករឿងដើមឈើសួនអីហ្នឹងគឺមិនខ្វះទេនៅស្រុកគេចង់ឲ្យស្រុកយើងហ្នឹងវាអញ្ចឹងដែរនៅខាត់វែងអីមានមួយទៅគាត់មកអង្គុយលេងដល់យើងមកញ៉ាំបាយផ្ទះdot ផ្ទះមីងហ្នឹងគ្រីគាត់គេងលក់បារីនៅក្នុងអគារអញ្ចឹងគាត់គេងទៅហើយពួកយើងក៏ញ៉ាំបាយគាត់ធ្វើគ្រីធ្វើអីអញ្ចឹងទៅដល់ពេលល្ងាចញ៉ាំបាយហើយយើងក៏ត្រឡប់ទៅវិញហើយសាគ្រីគាត់ក៏មិនទាន់ភ្ញាក់ពីគេងដែរអញ្ចឹងទៅដល់ផ្ទះហ្នឹងដូចជាក៏បានញ៉ាំអីទេគាត់ញ៉ាំនំអីពីមុនហើយអញ្ចឹងយើងដើរត្រឡប់ទៅវិញទៅនៅផ្ទះជាប់រវងគ្នាទេផ្ទះយាយហ្នឹងឯងហានេះម៉ោងដូចជា8 9យប់ហើយនៅភ្លឺឆេះហ្នឹងឯងអញ្ចឹងពេលយប់ដូចជាគាត់ភ្ញាក់ម្ដងទៀតយ៉ាងម្ដងឲ្យគាត់រកអីញ៉ាំអញ្ចឹងទៅគេងព្យាយាមដាក់គាត់គេងក្នុងគ្រែទូចតែអត់ទេអញ្ចឹងតើគេងនៅលើគ្រែមួយយើងនឹងដែរគេងតកោយដៃត្រៀមខ្លួនសម្រាប់ព្រឹកឡើងហ្នឹងយើងនឹងទៅលេងLondon មួយថ្ងៃ